ស្រីស្អាតម្នាក់បានលោតពីលើអាគារខុនដូកម្ពស់6ជាន់ទាំងអាក្រាតកាយបណ្ដាលឲ្យធ្លាក់ដល់ដីបែកក្បាលជាពីរធ្លាយខួរស្លាប់ភ្លាមៗនៅទីតាំងកាត់ហេតុក្រាតកាយអូនក្រាតកាយនៅគោកអាយ៉ះក្បាលធ្លាក់ខួរចេញក្រៅហើយនឹងបាក់ដៃហើយនឹងអាយ៉ះជើងច្រើនកន្លែងពួកអីអាវេរ៉ង់ដាគេដាក់អាប្លាលូហ៎ហើយដល់ពេលអញ្ចឹងធ្លាក់មកវាចំអាប្លាលូទៀតអត់ទេប្រហែលខ្ញុំស្មានថាប្រហែលជាមុតប្លាលូនឹងពួកអីអាយ៉ះដៃអស់អាយ៉ះជើងខ្ញុំអាណិតបងអូនខ្លាំងដោយសារតែគាត់អភ័ព្វតាំងពីក្មេងរហូតដល់ប៉ុណ្ណឹងគាត់ស្រឡាញ់គេពីច្រើនគាត់ស្រឡាញ់គេច្រើនជាងខ្លួនឯងហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យគាត់គិតរឿងខុបសពតាំងពីតូចរហូតដល់ធំគាត់ជួបតែរឿងបែបហ្នឹងគាត់និយាយប្រាប់យើងអញ្ចឹងណាអញ្ចឹងជួបតែរឿងគេបោកស្នេហាហ្នឹងហ្មងចាគឺបែបហ្នឹងចូលមកជីវិតគាត់អត់សមប្រកបជាមួយគាត់ស្រឡាញ់គេខ្លាំងជាងស្រឡាញ់ខ្លួនឯងជួបវិបត្តិស្នេហាប្រហែលអ្នកមកដឹងអត់តាំងពីខ្ញុំស្គាល់គាត់មក3នាក់ឯង3នាក់ដែលគាត់ជួបរឿងបែបហ្នឹងជួបតែប្រុសបោកគេមិនមែនបោកទេគាត់ស្រឡាញ់គេជាងដែលគាត់ស្រឡាញ់ខ្លួនឯងហើយដល់ពេលអញ្ចឹងធ្វើឲ្យអារម្មណ៍គាត់រវើរវាយគិតម្នាក់ឯងគាត់គិតថាគេអត់ស្មោះមួយគាត់អីចេះអញ្ចឹងហើយយើងមិនទាន់បានសងគុណឪពុកម្ដាយផងហេតុអីក៏យើងគិតអញ្ចឹងខ្ញុំតែងតែលួងតែងតែប្រាប់អញ្ចឹងណាតែជីវិតមនុស្សម្នាក់ថ្លៃណាអូនកុំគិតអញ្ចឹងបងចង់ផ្ដាំជាមួយបងប្អូនខាងក្រោយឲ្យបានចាំថាយើងមានអ្នកណាស្រឡាញ់យើងជាងឪពុកម្ដាយយើងទេហើយមុននឹងយើងគិតធ្វើអ្វីមួយយើងយល់ដល់ចិត្តគាត់ផងជាសង្សារជាប្តីជាប្រពន្ធក៏ដោយក៏គេមិនស្រឡាញ់យើងដូចដែលយើងស្រឡាញ់ខ្លួនឯងដែរត្រូវគិតខ្លួនឯងបានច្រើនហើយពេលនោះបុរសជាសង្សារថ្មីបាននិយាយលួងលោមដើម្បីកុំឲ្យនាងបន្តយំទៀតហើយក៏បានឲ្យនាងទៅមុជទឹកដើម្បីឲ្យស្រឡះក្នុងខ្លួនពេលដែលកំពុងតែដោះខោអាវនោះធ្វើឲ្យជនរងគ្រោះបានលោតចុះពីលើអាគារកម្ពស់6ជាន់បណ្ដាលឲ្យធ្លាក់ដល់ដីបែកក្បាលធ្លាយខួរស្លាប់ទាំងអាក្រាតកាយលោកអ្នកនាងជាទីមេត្រីស្រីស្អាតម្នាក់បានលោតពីលើអាគារខុនដូកម្ពស់6ជាន់ទាំងអាក្រាតកាយបណ្ដាលឲ្យធ្លាក់ដល់ដីបែកក្បាលជាពីរធ្លាយខួរស្លាប់ភ្លាមៗនៅទីតាំងកាត់ហេតុហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី3ខែកក្កដាឆ្នាំ2026ស្ថិតនៅទីតាំងអាគារខុនដូមួយកន្លែងនៅតាមបណ្ដោយផ្លូវ1982សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងនគរបាលជំនាញនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកបានបើកការស្រាវជ្រាវនិងពិនិត្យលើដងខ្លួនសាកសពដើម្បីកំណត់ឲ្យច្បាស់ថាតើជនរងគ្រោះពិតជាបានលូតពីលើអាគារកម្ពស់6ជាន់បណ្ដាលឲ្យស្លាប់ពិតមែនឬមួយក៏យ៉ាងណាអើយបងខ្ញុំគាត់ចុងមួយទឹកបាទដល់ពេលគាត់ចេញមកអើយគាត់យំហើយក៏គាត់មានបញ្ហាផ្លូវចិត្តគាត់រៀងធ្ងន់ហើយក៏គាត់ទុយចិត្តទុយថ្លើមអើយអាអូនខាត់មិនតន់ក៏គាត់លោតមកទាំងអាក្រាតកាយអត់មានខោអាវហ្មងបងចាខ្ញុំអាណិតបងអូនខ្លាំងដោយសារតែគាត់អភ័ព្វតាំងពីក្មេងរហូតដល់ប៉ុណ្ណឹងរឿងស្នេហាមែនបងចាអញ្ចឹងវិបត្តិដែលទើបឲ្យគាត់ឈានដល់ការធ្វើសម្រាប់ខ្លួនបែបនេះដោយសារតែមានវិបត្តិស្នេហាចាដែលរបៀបថាគាត់ស្រឡាញ់គេអត់សូវស្រឡាញ់គាត់អញ្ចឹងណាគាត់ស្រឡាញ់គេស្មោះប៉ុន្តែគេអត់ស្មោះជាមួយគាត់អារឿងស្មោះមិនស្មោះហ្នឹងខ្ញុំអត់ដឹងទេតែដឹងថាគាត់ស្រឡាញ់គេពីច្រើនគាត់ស្រឡាញ់គេច្រើនជាងខ្លួនឯងហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យគាត់គិតរឿងខុបសពតាំងពីតូចរហូតដល់ធំគាត់ជួបតែរឿងបែបហ្នឹងគាត់និយាយប្រាប់យើងអញ្ចឹងណាអញ្ចឹងជួបតែរឿងគេបោកស្នេហាហ្នឹងហ្មងចាគឺបែបហ្នឹងអញ្ចឹងបងធေါ်គាត់ជាង10ឆ្នាំនេះបញ្ហាទុកធំរបស់គាត់រឿងគេបោករឿងស្នេហាហ្នឹងបងចាភាគច្រើនគឺរឿងហ្នឹងចូលមកជីវិតគាត់អត់សមប្រកបជាមួយគាត់ស្រឡាញ់គេខ្លាំងជាងស្រឡាញ់ខ្លួនឯងក្នុងនាមជាបងធေါ်បងដឹងទេថាតើគាត់ជួបវិបត្តិស្នេហាប្រហែលអ្នកមកដឹងអត់តាំងពីខ្ញុំស្គាល់គាត់មក3នាក់ដែលគាត់ជួបរឿងបែបហ្នឹងជួបតែប្រុសបោកគេមិនមែនបោកទេគាត់ស្រឡាញ់គេជាងដែលគាត់ស្រឡាញ់ខ្លួនឯងហើយដល់ពេលអញ្ចឹងធ្វើឲ្យអារម្មណ៍គាត់រវើរវាយគិតម្នាក់ឯងគាត់គិតថាគេអត់ស្មោះមួយគាត់អីចេះអញ្ចឹងណាពេលដែលលុតមកដល់ដីបណ្ដាលស្លាប់នេះបងបានឃើញសភាពសាកសពក្នុងស្ថានភាពបែបណាដែរបងក្រាតកាយអូនក្រាតកាយនៅគោកអាយ៉ះក្បាលធ្លាក់ខួរចេញក្រៅហើយនឹងបាក់ដៃហើយនឹងអាយ៉ះជើងច្រើនកន្លែងពួកអីអាវេរ៉ង់ដាតាមលបងគេដាក់អាប្លាលូហ៎ហើយដល់ពេលអញ្ចឹងធ្លាក់មកវាចំអាប្លាលូទៀតអត់ទេប្រហែលខ្ញុំស្មានថាប្រហែលជាមុតប្លាលូនឹងពួកអី
អាយ៉េះដៃអស់អាយ៉េះជើង បងដឹងទេថាតាជាលើកទីប្រមាណដែរដែលគាត់ព្យាយាមប៉ុនប៉ងសម្រាប់ខ្លួនឯងបែបនេះ ច្រើនដងអីអូន ច្រើនដងហើយ ច្រើនដង តែយើងចេះតាមតាន់រហូតទៅ និយាយរួមតាមលួងគាត់រហូតតាមលួងគាត់កុំឲ្យគាត់គិតអញ្ចឹងកុំឲ្យគាត់ធ្វើបែបហ្នឹងយើងកើតមកជាមនុស្សរំបានប៉ុណ្ណេះហើយយើងមិនទាន់បានសងគុណឪពុកម្ដាយផងហេតុអីក៏យើងគិតអញ្ចឹងខ្ញុំតែងតែលួងតែងតែប្រាប់អញ្ចឹងណាតែជីវិតមនុស្សម្នាក់ថ្លៃណាអូនកុំគិតអញ្ចឹងពីមុនគាត់ធ្លាប់លេបថ្នាំ លេបតាម តែយូរ យើងជួយតាន់ យូរហើយជាង10ឆ្នាំ ជាង10ឆ្នាំមុនធ្លាប់លេបថ្នាំដោយសារវិបត្តិស្នេហានឹងដែរ ចាជីវិតគាត់ប្រហែលជាគាត់ត្រូវតែអស់ហ្មង ត្រូវតែអស់ ហ្នឹងហើយ ខ្ញុំព្យាយាមច្រើនដងហើយ ច្រើនដងហើយធ្លាប់ថាគាត់ចង់ចងកចង់អីចឹងណា លុបទឹកអីអត់បង បលុតទឹកអត់ដែរតែប៉ុន្តែ ឆ្នាំហើយ ចង់ចងកអីហ្នឹងគឺគាត់ធ្លាប់និយាយប្រាប់យើងធ្លាប់អីចឹងណា បងឥឡូវក្នុងនាមបងក៏ជាមនុស្សស្រីម្នាក់បងមានអ្វីផ្ដាំផ្ញើដល់បងប្អូននារីថាតើកុំដកអារម្មណ៍នឹងស្នេហាពេកធ្វើយ៉ាងណាគឺស្រឡាញ់ខ្លួនឯងជាងស្រឡាញ់បរិសុទ្ធ បងចង់ផ្ដាំជាមួយបងប្អូនខាងក្រោយឲ្យបានចាំថាយើងគ្មានអ្នកណាស្រឡាញ់យើងជាងឪពុកម្ដាយយើងទេហើយមុននឹងយើងគិតធ្វើអ្វីមួយយើងយល់ដល់ចិត្តគាត់ផងហើយជាសង្សារជាប្តីជាប្រពន្ធក៏ដោយក៏គេមិនស្រឡាញ់យើងដូចដែលយើងស្រឡាញ់ខ្លួនឯងដែរត្រូវគិតខ្លួនឯងបានច្រើនមុននឹងយើងលះបង់ឲ្យគេ ដល់ខ្ញុំសួរថាអាណៃកាត់អីទេបានសុំយំបាទអញ្ចឹងណាបងហើយដល់ពេលអញ្ចឹងខ្ញុំក៏ដឹងខ្ញុំដេកលើពុកនឹងព្រោះខ្ញុំអត់មានបានផឹកទេខ្ញុំជិះកាពះដែរហ៎បាទហើយដល់ពេលខ្ញុំសួរគាត់ថាមិនកាត់អីគេបានអង្គុយយំរហូតបាទហើយខ្ញុំក៏សួរថាអាណៃនឹកម្នាក់នោះមែនគាត់ក៏ធ្លាប់ក៏ខ្ញុំសួរតែប៉ុណ្ណឹងគាត់ថាអត់ទេគាត់ថាអត់នឹកអីទេក៏ខ្ញុំគាត់ថាគាត់ស្រវឹងក៏ខ្ញុំអត់នេះទៅដល់ខ្ញុំគេគឺធម្មតាណាគាត់ខំជាមួយមិត្តភក្តិគាត់ស្រវឹងមកឆ្ងាយហ្នឹងបាទហើយក៏អត់នឹកស្អីអីទេគាត់ថាពាក្យសម្ដីគេនឹងអាចដិតទេបងណាបាទគាត់ថាសួរពាក់ព័ន្ធរឿងដិតគាត់អានចិត្តគាត់ខូចចិត្តបាទតែម្ដងបងណាអូចាប់ជាយើងចាប់ដែរបងណាបាទចាប់3ដងហើយខ្ញុំស្រាក់ខោស្រាក់អាវគាត់អស់ដែរគាត់ឯងទៅទឹកឲ្យគេងទៅឲ្យស្វាងប្រញាប់មកវិញបាទបានសក់គាត់ខាងក្រៃនោះបាទអ្នកស្រាក់អាវគាត់នោះបាទហើយក៏គាត់ដើរចូលបន្ទប់ទឹកទៅក៏គាត់ចេញបន្ទប់ទឹកគាត់លោតទៅហ្មងខ្ញុំនៅដេកលើចាប់អត់ទាន់ទេលោតទៅបាទហើយកន្លងមកដែលគាត់ជាយើងចង់ធ្វើអតិថិខ្លួនឯងហ្នឹងគឺច្រើនដងដែរខ្ញុំបានតែប្រាប់អូនគាត់ប្រកាសថាបើអីអត់ទៅស្រួលទេរកខ្សែឲ្យចងករហូតអូនគាត់ប្រកាសគាត់ថាបាយជួយមើលផងមានបងគាត់ប្រកាសទេគាត់ដឹងអញ្ចឹងខ្ញុំមកពីផ្ទះខ្ញុំម៉ាក់ខ្ញុំមកមើលគាត់រហូតតាន់រហូតគាត់ជិះគាត់ចឹងរហូត បើតាមការបញ្ជាក់ពីបុរសដែលជាសង្សារថ្មីរបស់ជនរងគ្រោះបានបញ្ជាក់ថានៅពេលកើតហេតុជនរងគ្រោះនិងមិត្តភ័ក្តិបានជួបជុំគ្នាផឹកស្រាគ្នាប្រមាណ3ទៅ4នាក់ហើយស្របពេលដែលកំពុងតែផឹកនោះស្រាប់តែជនរងគ្រោះបានយំហើយបុរសដែលជាសង្សារថ្មីបានសួរថាតើអូនយំដោយសារតែនឹកសង្សារចាស់ឬមួយក៏យ៉ាងណាពេលនោះនារីដែលជាជនរងគ្រោះមិនបានឆ្លើយតបជាមួយនឹងបុរសដែលជាសង្សារថ្មីនោះទេហើយពេលនោះបុរសជាសង្សារថ្មីបាននិយាយលួងលោមដើម្បីកុំឲ្យនាងបន្តយំទៀតហើយក៏បានឲ្យនាងទៅមុជទឹកដើម្បីឲ្យស្រឡះក្នុងខ្លួនពេលដែលកំពុងតែដោះខោអាវនោះធ្វើឲ្យជនរងគ្រោះបានលូតចុះពីលើអគារកម្ពស់6ជាន់បណ្ដាលឲ្យធ្លាក់ដល់ដីបែកក្បាលធ្លាយខួរស្លាប់ទាំងអាក្រាតកាយសពនារីរងគ្រោះមានឈ្មោះឆុងធីមភេស្រីអាយុ30ឆ្នាំមានស្រុកកំណើតនៅភូមិបោះពោឃុំអូដំបង1ស្រុកសង្កែខេត្តបាត់ដំបងក្រោយពីលូតពីលើអគារខុនដូកម្ពស់6ជាន់នារីរងគ្រោះបានធ្លាក់ដល់ដីបោកក្បាលជាមួយនឹងបេតុងបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅទីតាំងកើតហេតុក្រោយការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីនគរបាលជំនាញមកពីការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺក្រុមមន្ត្រីជំនាញបានបញ្ជាក់ថាជនរងគ្រោះពិតជាបានលូតពីលើអគារកម្ពស់6ជាន់បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅទីតាំងកើតហេតុពិតមែនអរគុណប្រិយមិត្តដែលចំណាយពេលតាមដានទស្សនានៅការផ្សាយរបស់ក្រុមការងាររីករាយញូសម្បត្តិសីហានិងក្រុមការងារសូមអរគុណសូមគោរពលា